បាទ Hello សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនគ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃដែលខ្ញុំបាទមានវីដេអូចំណេះដឹងថ្មីមួយចង់យកមកបង្ហាញបងប្អូនពីរបៀបចូលទៅឆែកមើលនៅក្នុង Gmail តើ Gmail បងប្អូនមួយនោះបាទបានគ្រប់គ្រងលើកម្មវិធីអ្វីខ្លះអញ្ចឹង account Gmail មួយគឺអាចបាទយកទៅបង្កើតកម្មវិធីជាច្រើនដូចជា Facebook បាទ YouTube Channel YouTube ដើម្បីរកលុយបាទហើយយកទៅបង្កើតបាទ TikTok ឥឡូវដូចជាបើករកលុយជាមួយ TikTok ដែរណាបាទតែគាត់ថាបើវីដេអូយើងអត់ស៊ើបទូគឺរកលុយបានតិចបាទបានជាកាក់សេនអញ្ចឹងប៉ុន្តែបើសិនជាផ្ទុះខ្លាំងអាចឡើងដល់ Reel ឬក៏10 Reel អីចឹងណាបាទឥឡូវកុំឲ្យយូរបងប្អូនទៅមើលពីរបៀបបាទចូលទៅឆែកមើលថា Gmail បងប្អូននោះបានគ្រប់គ្រងលើកម្មវិធីអ្វីខ្លះបាទអញ្ចឹងជាហេតុបងប្អូនអាចចូលមកបាទកម្មវិធី Gmail នេះក៏បានឬមួយបងប្អូនអាចចូលទៅក្នុងកម្មវិធី Chrome Google នេះអធិស្ឋានបងណាបាទ Google នេះបានអញ្ចឹងឥឡូវខ្ញុំចូលមកកម្មវិធីបាទ Gmail នេះចុះណាបាទមកដល់ទីនេះបងប្អូនឃើញបាននៅខាងលើនេះបាទបងប្អូនចំណាំទៅនេះជា profile របស់ account Gmail បងប្អូនណាបាទអញ្ចឹងបងប្អូនចុចទៅលើនឹងមកបាទមកដល់ទីនេះបងប្អូនចុចពាក្យថាបាទគ្រប់គ្រងបាទ Google របស់អ្នកអញ្ចឹងចុចទៅលើនឹងមកបាទមកដល់ទីនេះបងប្អូនសង្កេតមើលខាងលើនេះប៉ុន្តែដូចទូរស័ព្ទខ្លះដូចជាវារត់មកមួយជួរក្រោមចេះអក្សរហ្នឹងវាឡើងជាតំណាក់បាទមកតង់ដូចខាងក្រោមនេះណាបាទអញ្ចឹងដោយទូរស័ព្ទទេទូរស័ព្ទខ្លះគឺវាឡើងដូចរបស់ខ្ញុំអញ្ចឹងណាបាទអញ្ចឹងបងប្អូនមិនបាច់ខ្វល់អីច្រើនទេបងប្អូនពិនិត្យមើលតែនេះគេដាក់ថាបាទទិន្នន័យបាទឯកជនបាទអញ្ចឹងចុចទៅលើហ្នឹងមកបាទមកដល់ទីនេះបងប្អូនបាទអូសពីក្រោមឡើងលើទៅបាទអូសតិចមកហើយបងប្អូនតើសង្កេតឃើញបាទកន្លែងនេះមានគេដាក់ថា Google Play Store Story បាទហើយនឹងមានដូចជាកន្លែងរូបភាពនិង YouTube អញ្ចឹងបងប្អូនមើលអក្សរខាងក្រោមនេះណាបាទគេដាក់ថាបាទសេវានិងកម្មវិធីបាទភាគីទី3បាទអញ្ចឹងបងប្អូនចុចកន្លែងទាំងហ្នឹងមកបាទនេះបងប្អូនបាទអញ្ចឹងបងប្អូនអស់ឡើងលើបន្តិចទៅបាទមើលលើការគ្រប់គ្រងរបស់ Gmail ហ្នឹងគឺបានគ្រប់គ្រងលើកម្មវិធីអ្វីខ្លះបាទអញ្ចឹង Gmail នេះគឺបានគ្រប់គ្រងលើបាទ Facebook បាទ Telegram ហើយនិងរបស់កម្មវិធី WhatsApp អញ្ចឹងអត់មានបាទ TikTok ទេបាទដោយសារតែខ្ញុំអត់យក Gmail នេះយកទៅបង្កើតជាមួយ TikTok ណាបាទអញ្ចឹងបងប្អូនបានឆែកមើលហើយឧទាហរណ៍ថាបងប្អូនបានបាត់ TikTok ឬក៏បាត់ Facebook អីបងប្អូនអាចឆែកទៅនឹងបានណាបើសិនជាបងប្អូននៅ account Gmail ចុះឧទាហរណ៍ដូចថាបងប្អូនបានបាត់ Facebook បងប្អូនគាត់អាចឆែកទៅនឹងទៅបាទឃើញមានថា Gmail នេះបានយកទៅបង្កើតជាមួយ account Facebook បងប្អូនអាចយកទាញមកវិញបានដោយបងប្អូនមិនបាច់ចាំមាន password ទេគាត់តែមាន Gmail នេះបាទបងប្អូនអាចយកទាញមកវិញបានហើយណាបាទសំខាន់ឲ្យតែ Gmail បងប្អូននៅលើទូរស័ព្ទអញ្ចឹងបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទខ្លីៗទេបងប្អូនបាទហើយខ្ញុំបង្ហាញជូនបងប្អូនមួយទៀតពីរបៀបបាទចូលទៅតាំងបាទរូបភាពនៅលើបាទ Gmail កុំឲ្យវាចេញតែពណ៌លឿងអញ្ចឹងណាបាទអញ្ចឹងមកដល់ទីនេះបងប្អូនចុចពាក្យថាបាទព័ត៌មានបន្តខ្លួននេះមកបាទបងប្អូនចុចពបអញ្ចឹងនោះនឹងឡើងកន្លែងរូប profile បាទGmail បាទអញ្ចឹងបងប្អូនឃើញកន្លែងឡើងអក្សរ T នេះអានេះអក្សរតំណាងដូចជាបងប្អូនបង្កើតឈ្មោះអីដំបូងដូចថាដូចខ្ញុំដាក់ T អញ្ចឹងវាឡើងឈ្មោះ T អញ្ចឹងហើយណាបាទអញ្ចឹងបងប្អូនចុចកន្លែងដូចជាកន្លែងរូបថតមកនេះកន្លែងថតរូបហ្នឹងបាទអញ្ចឹងចុចឲ្យចំទៅនឹងមកបាទរួចហើយបងប្អូនបាទបញ្ចូលរូបភាពទៅនេះកន្លែងកាមេរ៉ាគេដាក់ថាបញ្ចូលរូបភាពកម្រងព័ត៌មានអញ្ចឹងចុចទៅលើហ្នឹងមកបាទមកដល់ទាំងនេះជារូបភាពរបស់បាទ Gmail អញ្ចឹងបងប្អូនអាចទៅរើសរូបភាពនៅក្នុងទូរស័ព្ទដែលបងប្អូនអាចថតរូបចូលមកបានអញ្ចឹងបងប្អូនបាទចុចពាក្យថាបងប្អូនមើលខាងលើនេះបាទគេដាក់ថាឧបករណ៍អញ្ចឹងបងប្អូនចុចពីលើហ្នឹងមករួចហើយបងប្អូនចុចពាក្យថារុករកឬថតបាទអញ្ចឹងចុចពីលើបន្តិចមករួចហើយគេឲ្យយើងជ្រើសរើសបាទថតរូបឬក៏ជ្រើសរើសរូបនិងវីដេអូបាទអញ្ចឹងបងប្អូនយកជ្រើសរើសរូបនិងវីដេអូហ្នឹងមកបាទនេះបងប្អូនរូបភាពជាច្រើនដែលខ្ញុំបានថតណាដូចជាថតដូចបានទាញពី Facebook ផងអញ្ចឹងណាបាទ
ចឹងសូមរើសយករូបភាពមួយបាទយករូបមួយទៀតចុះបាទបងប្អូនរងចាំតិចសិនទៅបាទនេះបងប្អូនបានឡើងមកហើយអញ្ចឹងបងប្អូនធ្វើការកាត់ទៅឧទាហរណ៍ថាបងប្អូនវាឡើងអញ្ចឹងបងប្អូនកុំអាចចុចបន្ទាប់ណាបាទបងប្អូនស្រែចំមុខសិនទៅបើសិនជាបងប្អូនចុចទាំងអញ្ចឹងបាទរូបហ្នឹងគឺវាដាច់មកកណាត់ទៅណាបាទនេះបងប្អូនឃើញរូបនឹងបានត្រឹមតែថ្ងាតមកអញ្ចឹងបងប្អូនទាញរូបនឹងតិចមកបាទអញ្ចឹងបងប្អូនអាចចុចកន្លែងកែងនេះបាទសកត់ទៅរួចអាចទាញឡើងលើណាទាញបានទេអញ្ចឹងតើទាញរូបណាបាទទាញរូបអញ្ចឹងមកបាទបានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងវាផុតហើយបាទផុតហើយអញ្ចឹងខ្ញុំស្រែឡើងលើបន្តិចឲ្យដៃប៉ុណ្្នឹងទៅបាទរួចហើយចុចពាក្យថាបន្ទាប់នេះមកបាទអញ្ចឹងបើសិនជារូបនេះវាកន្លប់កាត់ខាបងប្អូនអាចចុចបវល់បានតែដោយសារតែរូបនេះបាទត្រង់ហើយអញ្ចឹងបងប្អូនចុចកន្លែងពាក្យថាបន្ទាប់នេះមកណាបាទឬហើយបងប្អូនចុចពាក្យថារក្សាទុកបាទរូបភាពកម្រងព័ត៌មានបាទអញ្ចឹងចុចទៅលើនឹងមកបាទតែប៉ុណ្្នឹងទៅបងប្អូនជឿជាប់ហើយណាអញ្ចឹងរងចាំសេវាឬផ្ដល់ឲ្យបាទនេះបងប្អូនបាទរួចហើយបងប្អូនបាទមិនបាច់ធ្វើអីទៀតទេបងប្អូនគ្រាន់តែចុចថយមកវិញមកបងប្អូនអាចថយសញ្ញាព្រួយនេះក៏បានឬមួយក៏អាចថយនៅលើបាទប៊ូតុងថយរបស់បងប្អូនណាបាទអញ្ចឹងថយប៉ាក់មកបាទបាទនេះបងប្អូនឃើញជាប់អត់បាទអញ្ចឹងរូបភាពកន្លែង Gmail នោះនឹងលែងឡើងពណ៌ជាអក្សរហើយនឹងពណ៌ស្វាយទៀតហើយណាបាទអញ្ចឹងថយមកប៉ាក់ទៀតមកបាទអញ្ចឹងចេញទៅកន្លែង Gmail វិញបាទនេះបងប្អូនឃើញអត់បាទជាប់មកហើយណាចុចទៅលើហ្នឹងមកបាទរួចហើយបងប្អូនឃើញជាប់បាទអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងពេលនេះក៏ឈានមកដល់ទីបញ្ចប់ហើយមុនពីពីបងប្អូនទៅបាទក៏សូមបាទជូនពរបងប្អូនទាំងអស់គ្នាបាទរកទទួលទានបានបាទសុខភាពល្អហើយបើសិនជាខ្ញុំបាទនិយាយទៅមានការលើសលួសបាទខុសឆ្គងឬក៏ខ្វះខាតត្រង់ចំណុចណាសូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរសូមអរគុណការជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយបាយបាយ